អ៊ុយក្រែនលែងទទួលបានព័ត៌មានមុនពីការបាញ់បង្ហោះមីស៊ីលនិងយន្តហោះដ្រូនដោយកាលពីមុនទៀតហើយបន្ទាប់អំពីនាយកស៊ើបការសម្ងាត់ CIA លោក John Ratcliffe បានប្រកាសថាសហរដ្ឋអាមេរិកផ្អាកការផ្តល់ព័ត៌មានសម្ងាត់ទៅដល់ប្រទេសអ៊ុយក្រែនដែលនៅក្នុងពេញមួយសង្គ្រាមជាង3ឆ្នាំមកនេះសហរដ្ឋអាមេរិកគឺជាតួអង្គដ៏សំខាន់បំផុតក្នុងផ្នែកចារកម្មផ្នែកស៊ើបការសម្ងាត់ជាពិសេសពាក់ព័ន្ធទៅនឹងប្រព័ន្ធការពារដែនអាកាសតែម្ដងលោកគៀតខេតឡតដែលជាប្រិយសិទ្ធិពិសេសរបស់លោកត្រាំប្រចាំសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបន្តទៅតាមនាយក CIA ថាកំហុសគ្រប់យ៉ាងអំពីការផ្អាកការផ្ដល់ព័ត៌មានសម្ងាត់អំពីចារកម្មផ្សេងទៅដល់ប្រទេសអ៊ុយក្រែនគឺដោយសារតែលោកសេលិនស្គីតែម្នាក់ឯងគត់ដែលលោកសេលិនស្គីហ៊ានតមាត់ប្រប៉េះជាមួយនឹងប្រធានាធិបតី Donald Trump នៅក្នុងការិយាល័យពងក្រពើដែលនេះគឺជាការឆ្លើយតបរបស់លោកគៀតខេឡុកជាសាធារណៈទៅកាន់សន្និសីទកាសែតមួយដែលនៅក្នុងនោះលោកគៀតខេឡុកក៏បានបន្តជាច្រើនជុំវិញបញ្ហាមួយនេះដែលថាអ៊ុយក្រែនត្រូវតែទទួលស្គាល់កំហុសខ្លួនឯងជុំវិញបញ្ហាមួយនេះនៅក្នុងនោះទៀតសោតបើឆ្លើយតបទៅតាមអ្នកសំណួរដែលបានសួរថាតើប្រសិនបើអ៊ុយក្រែនមិនមានព័ត៌មានសម្ងាត់ពីសេវាកម្មអាមេរិកទេតើអ៊ុយក្រែនរងគ្រោះដោយបណ្ឌិតនៅក្នុងនោះលោកឧទាហរណ៍ថាដូចជាគេយកឈើជ្រុងទៅវាយទៅមុខសត្វលាហើយធ្វើឲ្យសត្វលានោះបែកឈាមហូររហាមដូចនេះដែរនោះលោកចង់បញ្ជាក់ថាប្រសិនបើអ៊ុយក្រែនមិនមានព័ត៌មានសម្ងាត់របស់អាមេរិកទេគឺប្រៀបដូចជាសត្វលាដែលគេយកឈើដំបងជ្រុងវាយទៅលើមុខវាធ្វើឲ្យវាបែកមុខឈាមរហាមដូចនេះដែរឥឡូវយើងងាកមកវិញថាតើប្រសិនបើប្រទេសអ៊ុយក្រែនមិនមានព័ត៌មានសម្ងាត់អំពី CIA របស់អាមេរិកទេថាតើអ៊ុយក្រែនមានបញ្ហាអីតើព័ត៌មានសម្ងាត់នេះជួយអ៊ុយក្រែនយ៉ាងដូចម្ដេចសេវាសម្ងាត់ CIA របស់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនជាពិសេសនាពេលចុងក្រោយនេះគឺនៅក្នុងនោះអ៊ុយក្រែនដឹងមុនអំពីមីស៊ីលក៏ដូចជាយន្តហោះគ្មានមនុស្សបើករបស់ប្រទេសរុស្ស៊ីបាញ់ចេញមកពីច្រកណាហើយបាញ់សម្ដៅទៅលើទីតាំងណានឹងមានចំនួនប្រមាណមីស៊ីលប្រមាណគ្រឿងនិងយន្តហោះគ្មានមនុស្សបើកប្រមាណគ្រឿងតែនេះគឺជាព័ត៌មានដែលអ៊ុយក្រែនដឹងមុនដូច្នេះហើយធ្វើឲ្យអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ក្នុងការវាយប្រហារឬក៏ឆ្លើយតបយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដែលវាយប្រហារនៅទីតាំងសំខាន់ដូច្នេះហើយនៅក្នុង2ឆ្នាំចុងក្រោយនេះការរងផលប៉ះពាល់កាត់បន្ថយកាន់តែតិចទៅនៅលើការវាយប្រហារទីតាំងសំខាន់របស់អ៊ុយក្រែនដោយសារតែអ៊ុយក្រែនបានដឹងមុននៅព័ត៌មានទាំងអស់នោះដូច្នេះប្រសិនបើអ៊ុយក្រែនលែងទទួលបានព័ត៌មានមុនអំពីការវាយប្រហារដោយមីស៊ីលក្តីដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក្តីមិនដឹងថាតើយន្តហោះឬក៏មីស៊ីលនោះបាញ់មកពីច្រកណាពីព្រោះថាសមរភូមិរុស្ស៊ីអ៊ុយក្រែនមានចម្ងាយជាង1000គីឡូម៉ែត្រឯណោះពេលខ្លះមីស៊ីលក៏ដូចជាយន្តហោះគ្មានមនុស្សបើកបាញ់ចេញអំពីព្រំដែនប្រទេសបេឡារុសទៀតផងដូច្នេះហើយធ្វើឲ្យអ៊ុយក្រែនកាន់តែមានផលលំបាកក្នុងការវាយប្រហារឬក៏ស្ទាក់ចាប់នៅយន្តហោះគ្មានមនុស្សបើកក៏ដូចជាការវាយប្រហារគ្រប់ប្រភេទរបស់ប្រទេសរុស្ស៊ីដូច្នេះយើងងាកមកមើលថាតើនាម24ម៉ោងចុងក្រោយនេះនាថ្ងៃប្រហោះចូលមកដល់ថ្ងៃសុក្រនេះថាតើរុស្ស៊ីបានបើកការវាយប្រហារអ្វីខ្លះមកលើប្រទេសអ៊ុយក្រែននៅក្នុងនោះបើតាមប្រទេសអ៊ុយក្រែនបានបញ្ជាក់ថានៅក្នុង24ម៉ោងចុងក្រោយនេះរុស្ស៊ីបានប្រើប្រាស់នៅមីស៊ីលរហូតដល់ជាង58គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន194គ្រឿងបើការវាយប្រហារមកលើប្រទេសអ៊ុយក្រែននា23ម៉ោង4ម៉ោងចុងក្រោយនេះដែលនេះគឺជាព័ត៌មាននិងទិន្នន័យច្រើនបំផុតនៅក្នុងឆ្នាំ2024ដែលមួយរយៈកាលចុងក្រោយនេះរុស្ស៊ីប្រើប្រាស់ជាប្រចាំនៅយន្តហោះគ្មានមនុស្សបើកប៉ុន្តែផ្អាកសកម្មភាពនៃការវាយប្រហារនៅមីស៊ីលដោយសារតែមីស៊ីលមួយចំនួនអ៊ុយក្រែនមានសមត្ថភាពក្នុងការវាយស្ទាក់ចាប់បានប៉ុន្តែឥឡូវនេះអ៊ុយក្រែនចាប់ផ្ដើមរងគ្រោះជាបណ្ដាហើយដោយសារតែខ្លួនមិនទទួលបាននៅព័ត៌មានជាមុនអំពីការវាយប្រហារដូច្នេះហើយអ៊ុយក្រែន
មិនអាចត្រៀមខ្លួនបានក្នុងការទប់ទល់នោះទេនៅក្នុងមួយរយៈចុងក្រោយនេះអ្វីដែលប្រទេសអ៊ុយក្រែនទប់ទល់ជាមួយនឹងមីស៊ីលក៏ដូចជាយន្តហោះមានមនុស្សបើករបស់រុស្ស៊ីអ៊ុយក្រែនប្រើប្រាស់នៅប្រព័ន្ធការពារដែនអាកាសផងប្រើប្រាស់នៅយន្តហោះមានមនុស្សបើកដើម្បីរារាំងផងប្រើប្រាស់រហូតដល់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដែលបានផ្ដល់ឲ្យដើម្បីសម្កាំងចម្បាញ់ទម្លាក់នៅគ្រាប់ផងចុងក្រោយនេះអ៊ុយក្រែនបានប្រើប្រាស់នៅយន្តហោះរហូតដល់ប្រភេទ Myrak 2000ដែលជាជំនួយរបស់ប្រទេសបារាំងដើម្បីសម្កាំងក្នុងការបាញ់ទម្លាក់នៅមីស៊ីលក៏ដូចជាយន្តហោះមានមនុស្សបើករបស់ប្រទេសរុស្ស៊ីយើងមកមើលវិញថាតើហេតុអ្វីបានសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះបានប្រកាសរួចហើយពីការផ្ដាច់នៅជំនួយយោធាគ្រប់ប្រភេទទៅដល់ប្រទេសអ៊ុយក្រែននៅប្រភេទជំនួយយោធាដែលត្រៀមដឹកចេញពីសហរដ្ឋអាមេរិកកំពុងតែដឹកចេញតាមអាកាសឬក៏តាមកប៉ាល់ត្រូវតែផ្អាកនិងប្រភេទជំនួយសពាវុធដែលត្រៀមដឹកចេញពីប្រទេសដែលជាប់ខាងជាមួយនឹងព្រំដែនរបស់ប្រទេសអ៊ុយក្រែនចូលមកកាន់ប្រទេសអ៊ុយក្រែនគឺត្រូវផ្អាកទាំងអស់ដែលនេះគឺជាការបញ្ជារបស់លោកត្រាំទៅដល់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ដូច្នេះហើយរាល់ជំនួយសពាវុធនោះគឺត្រូវបានផ្អាកទាំងអស់បន្ទាប់មកគឺផ្អាកផ្ដល់ព័ត៌មានសម្ងាត់ជាមុនមកដល់ប្រទេសអ៊ុយក្រែនដែលជាអ្នកទទួលខុសត្រូវដោយផ្ទាល់ដោយ CIA របស់សហរដ្ឋអាមេរិកយើងងាកមកមើលថាតើអ្វីដែលសហរដ្ឋអាមេរិកធ្វើទាំងអស់នេះតើអាមេរិកចង់បានអ្វីពីប្រទេសអ៊ុយក្រែននៅក្នុងនោះនៅសប្តាហ៍ក្រោយនេះមន្ត្រីរបស់សហរដ្ឋអាមេរិកនិងមន្ត្រីរបស់ប្រទេសអ៊ុយក្រែននឹងជួបគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីបើកការជជែកអំពីការបិទបញ្ចប់សង្គ្រាមចូលឆ្នាំទី4មកនេះនិងរឿងដែលសំខាន់មួយទៀតនោះគឺកិច្ចកុងត្រាការផ្ដល់នូវធនធានរ៉ែកម្ររបស់ខ្លួន 50% ទៅឲ្យអាមេរិកការផ្ដល់នោះគឺនៅក្នុងអត្ថន័យពីរទី1កាត់កងសងនៅអ្វីដែលសហរដ្ឋអាមេរិកបានជួយប្រទេសអ៊ុយក្រែនជាង3ឆ្នាំមកនេះដែលអាមេរិកបានបញ្ជាក់ថាអាមេរិកបានចំណាយរហូតដល់$350,000 លានប៉ុន្តែភាគីប្រទេសអ៊ុយក្រែនក៏ដូចជាភាគីសហគមន៍អឺរ៉ុបជាពិសេសប្រទេសអាល្លឺម៉ង់បានប្រមូលទិន្នន័យថាសហរដ្ឋអាមេរិកបានជួយដល់ប្រទេសអ៊ុយក្រែនប្រមាណជា$150,000 លានប៉ុណ្ណោះមិនមែន$350,000 លានទេប៉ុន្តែអ្វីដែលលោកត្រាំបានគុណគូប្រហែលរួមជាងទឹកប្រាក់ឬក៏អ្វីទាំងឡាយកពិកកពុកយកមកបុកបញ្ចូលគ្នានៅទឹកប្រាក់រហូតដល់$350,000 លានប៉ុន្តែធនធានរ៉ែកម្ររបស់ប្រទេសអ៊ុយក្រែននោះប្រហែលជារួមបញ្ចូលទាំងធនធានរ៉ែឧស្ម័នហ្គាសក៏ដូចជាប្រេងដែលអ៊ុយក្រែនមានទៀតនៅក្នុងកិច្ចសន្យាការផ្ដល់នូវធនធានរ៉ែកម្រទៅឲ្យប្រទេសអាមេរិកដែលនៅក្នុងនោះអាចនឹងធ្វើការវិនិយោគពី30ដល់50ឆ្នាំពាក់ព័ន្ធទៅនឹងការប្រគល់ធនធានរ៉ែកម្រនេះមិនមែនត្រឹមតែកើតឡើងនាពេលឥឡូវនេះទេគឺតាំងតែពីថ្ងៃទី12កាលនោះរដ្ឋមន្ត្រីរដ្ឋាភិបាលជាតិរបស់សហរដ្ឋអាមេរិកបានកាន់កុងត្រារបស់លោកត្រាំទៅដល់ទីក្រុងគៀវតែម្ដងដើម្បីឲ្យលោកសេលិនស្គីចុះហត្ថលេខាប៉ុន្តែលោកសេលិនស្គីមិនបានចុះហត្ថលេខាក៏បានបញ្ជាទៅដល់បណ្ដាក្រសួងផ្សេងដែលពាក់ព័ន្ធកុំឲ្យមានការចុះហត្ថលេខាដោយលោកសេលិនស្គីមើលឃើញថានៅក្នុងកិច្ចសន្យាទាំង13ចំណុចអំពីការប្រគល់ធនធានរ៉ែកម្ររបស់ខ្លួនទៅឲ្យអាមេរិកមិនមានចំណុចណាមួយនៃការជួយដល់ប្រទេសអ៊ុយក្រែនឬក៏ធានាសន្តិសុខសុវត្ថិភាពដល់ប្រទេសអ៊ុយក្រែននោះទេនៅក្នុងនោះមាននិយាយតែអំពីផលប្រយោជន៍ការទាញយកមកនៅធនធានរ៉ែកម្រការបែងចែកក៏ដូចជាយកលុយពីនោះយកទៅប្រើប្រាស់នៅក្នុងវិស័យផ្សេងទៀតតែប៉ុណ្ណោះដូច្នេះហើយបានជាលោកVolodymyr Zelensky មិនមានបំណងក្នុងការចុះហត្ថលេខាដោយពិតទៅលោក Zelensky មិនចង់ផ្ដល់នូវធនធានរ៉ែកម្ររបស់ខ្លួនទៅឲ្យអាមេរិកនោះទេដោយសារតាំងតែពីមុនសង្គ្រាមចាប់ផ្ដើមឆ្នាំ2022មកម្លេះប្រទេសអ៊ុយក្រែនមានសមត្ថភាពក្នុងការគ្រប់គ្រងទាញយកនៅរ៉ែដោយខ្លួនឯងដោយកម្មករនៅក្នុងប្រទេសអ៊ុយក្រែនខ្លួនឯងដូច្នេះហើយមានភាពស្មុគស្មាញណាស់ចំពោះការផ្ដល់ធនធានរ៉ែកម្រនេះទៅឲ្យសហរដ្ឋអាមេរិកនៅក្នុងអំឡុងសង្គ្រាមមិនមែនជាបញ្ហាអ្វីនោះទេប៉ុន្តែបន្ទាប់អំពីការបិទបញ្ចប់សង្គ្រាមមួយនេះការ
chỉ chơi làng vinh bẹ pon từ nâng ca bắt đầu thun thiên rai cầm ro rồi bọc luôn rồi hốt đòn hàng sập rồi ta ai Americ ai chỉ bành há cả lượt dục một chỉ chơi rồi có ai chỉ bành há chia chấm này rồi có rồi hốt ta đào tu có bật chết phong đá bởi dùng từ tam chấp rồi bọc rồi tê Ukraine được trên này hỏi Ukraine mình miền chết tận na trong ca rồi có mình trong trong ca cho hạt lệ kha ta ai Americ nụ tê bàn tay một tuần pinic trong mình trong Ukraine từ từ phơi pro Ukraine đã mà đào thâu to hỏi sao rồi Americ chấp đang kịp Ukraine chia bàn đài small room rồi dốt kia Russia căn tàu bay khăng kha lá nửa pe trong cõi này nhiệt ngay điệp toa dùng tam po rồi miền rồi bỏกระทรวงการปีเจ็บปลอดเตยรัสเซียบ้านเป็นเจ้าทางรัสเซียบ้านเป็นดาวจอกเนื้อพุ่มจีจุดตะสักมวยคือพุ่มในเมียนชมุทะเอ็ดดิวกาในขนมตีกรงปกเรือในเพียขังการในดับบอลโดนัทระบบประเทศอิสราเอลให้ดาวพุ่มหนึ่งดับบอลนี่คือจะดับบอลจุดตะสักของการดึกจินจุนโดสำคัญในขนมเพียขังการในประเทศอิสราเอลจีพิเศษดับบอลโดนัทนู่เพราะสันบ้าเหมือนเมียนจำนวนปีสหรัฐอเมริกาอิสราเอลมันเมียนรัฐเพียบของการเป็นชมตบโต้จุดมวยนั้นประเทศรัสเซียนู่นเตอิสราเอลเมียนทรัมป์แต่กำลังปันใต้เหมือนเมียนสปีวุฒิโคลนไอของการประยุทธ์นู่นเตโดยเฉพาะเมื่อต้นหนึ่งปีนี้เนี่ยได้จำนวนกอบกระดองคือสหรัฐอเมริกา